អាញាសាលាខេត្តបន្ទាយមានជ័យចុះអនុវត្តតាមសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងក្នុងសំណុំរឿងរដ្ឋបវេនីលើទីតាំងដីក្នុងភូមិបាលីលេខ2សង្កាត់ប៉ោយប៉ែតទទួលបានជោគជ័យដោយភាគីកូនបំណុលយល់ព្រមដោយស្ម័គ្រចិត្តការចុះអនុវត្តតាមសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងរបស់អាជ្ញាសាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី8ខែឧសភាឆ្នាំ2026ដោយមានការចូលរួមពីគ្រប់ភាគីអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលមានកាតព្វកិច្ចក្នុងការចូលរួមអនុវត្តក្នុងសំណុំរឿងរដ្ឋបវេនីលេខ227ចុះថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2023សាលាដីកាលេខ16កចុះថ្ងៃទី17ខែមករាឆ្នាំ2024លិខិតបញ្ជាក់ចូលជាស្ថាពរនៃសាលាដីកាលេខ55លកសពរោវូដែលមានម្ចាស់បំណុលឈ្មោះទាប៊ុនលៀមមានលោកឌីមចៅសេងជាមេធាវីតំណាងដោយអាណត្តិដែលមានកូនបំណុលឈ្មោះហ៊ីភីលើទីតាំងដីមួយកន្លែងស្ថិតនៅក្នុងភូមិបាលីលេខ2សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទទួលបានជោគជ័យដោយភាគីកូនបំណុលយល់ព្រមដោយស្ម័គ្រចិត្តសូមជម្រាបផងដែរថានៅមុនពេលអនុវត្តភាគីខាងកូនបំណុលបានរៀបចំឲ្យមានការតវ៉ាប្រឆាំងនឹងការអនុវត្តនេះដោយប្រើមនុស្សដែលជួលបន្ទប់ស្នាក់នៅរបស់ខ្លួនមានទាំងចាស់ទាំងវ័យជំទង់ស្រែកទាមទារក្តីយុត្តិធម៌មិនត្រឹមតែប៉ុណ្ណោះបានធ្វើសកម្មភាពថត live ផ្សាយផ្ទាល់តាមបណ្ដាញសង្គមដោយបានស្រែកចោទប្រកាន់មុនលើអាជ្ញាសាលាខេត្តអាជ្ញាធរកងកម្លាំងដោយមិនបានស្ដាប់ហេតុផលនិងពិនិត្យមើលឯកសារពាក់ព័ន្ធផ្លូវច្បាប់ក្រោយពីមានកនពន្យល់ពីនីតិវិធីផ្លូវច្បាប់សេចក្តីសម្រេចពីតុលាការរហូតឈានដល់ការអនុវត្តទើបភាគីកូនបំណុលគឺរឿងនេះតុលាការបានសម្រេចទាំង3ថ្នាក់គឺបានឲ្យភាគីម្ចាស់បំណុលអនុវត្តឈ្នះហើយបានបង្គាប់ឲ្យកូនបំណុលរុះរើនិងចាក់ចេញពីទីតាំងអនុវត្តហើយមួយវិញទៀតមុនចុះអនុវត្តនេះលោកក៏បានជូនដំណឹងតាមនីតិវិធីច្បាប់មិនចេះតែដងសូម្បីតែគាត់និងមេធាវីរបស់គាត់ក៏បានជូនដំណឹងដោយផ្ទាល់បន្ថែមលោកហ៊ីភីយល់ព្រមដោយស្ម័គ្រចិត្តអាជ្ញាសាលាខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានថាចឹងរឿងនេះឃើញទេយើងជួនដំណឹងតាមតេទីច្បាប់រាប់សិបដងសំបីតែមេធាវីគាត់យើងបានជួនដំណឹងដោយផ្ទាល់ទៀតហើយមានទាំងការថតទៀតហើយដល់គាត់ក៏ទទួលស្គាល់ការពិតថាគាត់បានជួបខ្ញុំរាប់សិបដងខ្ញុំបានមកសម្របសម្រួលគាត់ទាំងនៅទីនេះទាំងនៅផ្ទះផ្ទាល់ទាំងឲ្យកូនចៅខ្ញុំយកกระดาษឲ្យខាងបុគ្គលិកបញ្ជូនខ្ញុំយកกระดาษឲ្យហើយគាត់មិនដឹងការពិតទេមេធាវីគាត់ប្រាប់អស់ហើយច្បាប់នៅតែជាច្បាប់ខ្ញុំមើលបានឲ្យការចរចាឲ្យគាត់ច្រើនដងហើយតែការពិតទាំងអស់នៅតែជាការពិតសំបីតែចំនួនបងប្អូនប្រជាពលរដ្ឋយើងឃើញនៅกระดาษនោះគាត់ប្រាប់ថ្ងៃតែមើលថ្ងៃឆ្នាំ2016ទាំងដែលតុលាការលើករបស់គាត់រហូតដល់ឆ្នាំ2023ចាញ់អស់សេចក្តីឲ្យលេងតើនីតិទីស្រុកខ្មែររយុទ្ធគាត់ណាមើលអស់សាលាលេងហើយគាត់ចាញ់គេសុខគ្រប់ខ្លួនគាត់ទទួលស្គាល់មេធាវីគាត់ទទួលស្គាល់ហើយឲ្យខ្ញុំជួយសម្របសម្រួលទៀតដល់ចុងក្រោយហើយយើងជាក់ស្ដែងពេលខ្ញុំមកបញ្ជូនមើលមានតែមនុស្សតែម្នាក់ទេតែដល់ជាក់ស្ដែងគាត់មកទាំងគ្នាហើយចុងក្រោយសួរនាំសួរចុះយើងឃើញទាំងអស់គ្នាមិញគាត់ថាសិតបងប្អូនបង្កើតដល់ពីសួរយកមែនតើថាអ្នកដតីអ្នកខ្លះថាអ្នកនៅចិត្តគេអ្នកការពិតនៅតែជាការពិតអញ្ចឹងអ្វីទាំងអស់ដែលគាត់បានធ្វើគឺដើម្បីអីគឺដើម្បីរៀបរៀងការអនុវត្តតែក្នុងនាមយើងជាអ្នកអនុវត្តយើងអត់ដែរទៅខឹងស្អប់ទេគ្រាន់តែយើងបង្ហាញការពិតថាបើគាត់យ៉ាងនឹងការអនុវត្តគាត់នឹងតែមានទោសហើយនេះហើយដល់ពេលគាត់មកសម្រួលជាមួយយើងអនុគ្រោះឲ្យអញ្ចឹងហេតុនេះយើងធ្វើអនុវត្តទៅធម្មតាបិទផ្សារដែកធ្វើបកគោសិទ្ធទាំងអស់នេះឲ្យទៅម្ចាស់សិទ្ធលើគេវិញអញ្ចឹងចាប់ពីវេលានេះម៉ោងនេះទៅគេអនុវត្តសិទ្ធរបស់គេរងអយុត្តិធម៌ជាង20ឆ្នាំពាក្យសំណុំរឿងអនុវត្តទៅគេគឺឆ្នាំ2015តែថ្ងៃនេះខ្ញុំមកបញ្ចប់ការអនុវត្តនេះអញ្ចឹងបងប្អូនមើលឃើញការពិតខ្លួនឯងអរគុណច្រើនរសួលព័ត៌មានសួរគាត់ចុះបាទពេលចប់កិច្ចទីខ្ញុំឲ្យលោកពូណាបាទចប់ហើយចាំចប់បាទអញ្ចឹងអស់ហើយអញ្ចឹងបើព្រមព្រៀងឲ្យទៅប្រាប់កូនទៅបើឲ្យទៅប្រាប់កូនទៅណាកុំឲ្យរៀបរៀងទៀតខុសច្បាប់ឥឡូវយើងឃើញថាពិតណាខ្លួនគាត់ក៏គាត់ទទួលស្គាល់ដែរអញ្ចឹងការរឿងគឺចប់ហើយអញ្ចឹងបាញ់មិញយើងឃើញការសកម្មភាពរបស់គាត់តែចុងក្រោយនៅតែដែរព្រោះហេតុអីក្នុងនាមជាអ្នកអនុវត្តច្បាប់មិនតែគេកងអបជាពលរដ្ឋទេប៉ុន្តែយើងសូមបង្ហាញការពិតថារឿងពិតវាយ៉ាងម៉េចចុងក្រោយគាត់សូមកំណត់ហេតុខ្ញុំនឹងឲ្យគាត់ទៅពេលចប់នីតិវិធីអញ្ចឹងបាទខ្ញុំថាការពិតនៅតែជាការពិតណាអញ្ចឹងលោកពូជប់រៀបរៀងអញ្ចឹងលោកពូអញ្ជើញគាត់ឲ្យចេញអស់យើងអនុវត្តទីតាំងស្រុកណាប៉ុណ្ណឹងណាយើងខ្ញុំធ្វើការតទៀតដោយឡែកមេធាវីតំណាងឲ្យម្ចាស់បំណុលបានបញ្ជាក់ដែរថាអូនសូមអរគុណជាកបងខ្ញុំបាទសូមគោរពការប្រមានអស់ហើយខ្ញុំសូមរាយការណ៍តិចលើការងារអនុវត្តថ្ងៃនេះតាំងពីពិតទៅរឿងក្តីនេះវាក៏កើតឡើងតាំងពីឆ្នាំ2002
ហើយអូបឡាយរយៈពេលជាង20ឆ្នាំមិនមកបានការអនុវត្តដល់ថ្ងៃនេះមានន័យថាខាងគោលបំណងនៃការអនុវត្តចេះតែប្រើនីតិវិធីពជាពេលផងរករឿងផងប្តឹងផ្ដាល់ផង6ដងមានន័យថាយើងប្តឹងផ្ដាល់ឈ្នះក្តីតាំងពីឆ្នាំ2002រហូតមកដល់តុលាការកំពូលបវលមកអូតូទៅកំពូលបញ្ចប់ហើយអញ្ចឹងចប់យើងបានដាក់ពាក្យសុំអនុវត្តតាំងពីឆ្នាំ2015ប៉ុន្តែខាងគោលបំណងនៃការអនុវត្តគាត់ចេះតែប្រឆាំងចេះតែពជាហើយដោយសារមានការអនុគ្រោះតិចតួចមានការចរចាតិចតួចគាត់យកលេសនៃការចរចាគាត់ទៅដាក់ពាក្យប្តឹងថ្មីនៅសាលាដំបងហេតុទីមានជ័យដោយដូរឈ្មោះពីឪពុកមកកូនប៉ុន្តែដោយសារឪពុកឯងកូនគឺតំណាងគ្នាតាំងពីដើមមកហើយអញ្ចឹងកូនប្តឹងមួយសារទៀតចៃដន្យកូនប្តីខ្ញុំអាយដាមជាសុនគាត់ទទួលមរណភាពអាចចន្លោះពេលហ្នឹងគេហៅអន្តរការហ្នឹងនាំឲ្យមានការកកើតនៅសាក្រមថ្មីមួយដែលសម្រាប់ឲ្យទៅខាងគោលបំណងឈ្នះក្តីវិញទើបមិញហ្នឹងគាត់បានអានថាគាត់ឈ្នះក្តីគាត់ឆ្នៃដោយសារគោលបំណងបានប្តឹងក្នុងចន្លោះពេលដែលពួកខ្ញុំកូនក្តីរបស់ខ្ញុំទទួលមរណភាពដល់ទៅពេលអញ្ចឹងគាត់ឈ្នះក្តីដល់ពេលលឺដល់កូនក្តីខ្ញុំថាមិនទៅមានអ្នកក្តីវិញដីរបស់គាត់ស្រាប់តែខាងកូនរបស់គាត់កូនរបស់អាដាមទាសុនហ្នឹងគឺអាដាមទាមលៀមគាត់បានពឹងពាក់ខ្ញុំដោយសារគាត់ជាសន្តិជនអញ្ចឹងគាត់ត្រូវបន្តនីតិវិធីឡើងវិញនៅពេលដែលគាត់បន្តនីតិវិធីឡើងវិញយើងក៏ប្តឹងចំនួនអ្នកសារថ្មីលើសារក្រមដែលឈ្នះក្តីហ្នឹងនៅពេលដែលយើងប្តឹងឡើងវិញហ្នឹងដល់យោងថារឿងក្តីនេះគឺបានសម្រាប់ចប់ទៅគ្រប់ហើយវាមានអាជ្ញាអស់ជំនុំហើយអញ្ចឹងมันអាចបន្តនីតិវិធីបានទៀតទេទើបសាលាដំបងខេត្តបន្ទាយមានជ័យលុបចោលសារក្រមសាលាដំបងនឹងចោលវិញគាត់មិនសុខចិត្តនឹងសេចក្តីសម្រេចហ្នឹងក៏ប្តឹងទៅអតនៅតែតម្កល់ទៅដែរដោយសារមូលហេតុអាជ្ញាជំនុំអីអញ្ចឹងគាត់អាចប្តឹងម្ដងជា2ដងជា3ដងទៀតទេនៅពេលដែលគាត់ទទួលបានសាធិការហើយគាត់ស្ម័គ្រចិត្តគាត់លែងប្តឹងទៀតហើយអញ្ចឹងសាធិការហ្នឹងក៏ចូលជាស្ថាពរទៅបាទចូលជាស្ថាពរទៅអញ្ចឹងក៏មានដល់ថ្ងៃនេះគឺយើងចូលអនុវត្តបាទចូលអនុវត្តដល់ថ្ងៃនេះអញ្ចឹងមានន័យថារឿងក្តីនេះគឺចប់សពគ្រប់ហើយអត់មានបញ្ហាទៀតទេហើយនីតិវិធីរបស់យើងក៏បានអនុវត្តរួចរាល់ហើយក៏អត់មានបញ្ហាដែរសូម្បីតែមានការប្រទាំងបន្ទឺពីខាងគោលបំណងតិចតួចក៏ដោយក៏យើងនៅតែមានការសម្របសម្រួលយើងអត់ប្រើអំពើសាទេយើងនៅតែសម្របសម្រួលដោយសន្តិវិធីព្រោះធម្មតាជាទូទៅដឹងហើយថាកាលណារៀបរៀងនៃការអនុវត្តគឺសមត្ថកិច្ចគឺមានសិទ្ធិចាប់គាត់ខ្លួនគាត់ប៉ុន្តែយើងអត់ចង់ធ្វើបែបហ្នឹងទេបាទនៅតែមានចិត្តសន្តោសមានន័យថាយើងនៅតែអនុវត្តរបស់យើងតាមនីតិវិធីឥឡូវយើងបានអនុវត្តនីតិវិធីចប់គ្រប់ហើយ